ở con môi mà coi lên chân con môi mà cha con mình nè nhầm cho phải mình một nhà mình nhỉ ở con chớ này môi tinh hồn ai mến mấy nám mình nhầm đâm nó khởi tiền nó ngại là mình fly ai ô chạm mình fly home nè mình nhé chụp fly miền à hay vậy chẳng là đi ta chính từ khẽ bắt đấy đi ta đi khẽ môi à phẹp là mình ta nhầm trong mà lên mình phong nó hái nhưng mà mỏng tay mà mẹ môi chay màu hai bạn đi ta tê cặp này miền nám mình nhưng mà để sụp chặt nó nghe mình pha tầm màu khó mình vậy lên thế lấy người anh quay lên sao nè mình thì do cha đã phải chơi tịnh mà chứ mình chăm nhom do tự đạo với cùng anh mình bà anh ấy chân cả bạn đây thầy người anh giờ tự liên hai tạ nhưng mà cháy nó ấy phong nè cha mình nhỏ con đây không đuổi ôi vậy bị tha từ xa không mui và nạ men ten chắc của rút cha tôm như chỉ bị thò lọ hay vậy bị tha ui cụ ở lại nhá đôi chỉ cồn cho người ta chân thấy anh ôi gì vậy ai quá ồ ai nhưng để dây pi không mui và nạ năng á ôi cô năng á không mấy lọ men ten chắc của rút cha tôm như chỉ bị thò như sợ thò lọ hai á đừng không trời á đôi vậy cồn gì bị ta chẳng ai thế này mới nhà lớn á chắc của rút cha tôm lỏ này mình lại mình lên năng ấy ai nọ còn được không liên play chơi nhau vô play chơi cha năng ấy đủ chặt bàn nó mau nè mình phải chơi liên hủa chứ nhưng mà còn khối mà thôi pu cho hiểu xưa một số ngồi mà họ người ta mấy người ta thì chết bản máu với nhỉ nhầm đang tập cô tay nhầm trong mà lên phong đó nha pu mình chơi sao lại miếng con ngồi ai việc băng từ tuốt nữa khó lắm vẫn ạ chui cho mình tí này chật đầy đây còn này chật đầy cần mà khói mà cần mà khóiมันมาแต่อ้อเนี่ยแถวนี้ริมปลายจึงรอดองเต็มที่ครูทาแถวนี้จำนับหนึ่งน้องมันมาแต่อ้อเนี่ยแต่มือสัตว์มวยแต่สัตว์นั่งให้ทนทำเหมือนตามหายกล้วยสลายบ่มพอตีรอสัตว์นุ๊กกึ๊กเจี๊ยสัตว์ดำไรដំរីគឺជាសត្វដីគោដែលធន់ជាងគេបំផុតនៅលើពិភពលោកមិនតែប៉ុណ្ណោះវាក៏ជាសត្វដែលស្លូតបូតនិងគួរឲ្យស្រឡាញ់ដែរសត្វដំរីត្រូវបានមនុស្សប្រើប្រាស់ជាកម្លាំងអូសទាញដ៏ចាំបាច់តាំងពីសម័យបុរាណមកសូម្បីតែប្រាង្គប្រាសាទដ៏ល្បីល្បាញរបស់ប្រទេសកម្ពុជាក៏ត្រូវបានព្រះមហាក្សត្រជំនាន់នោះប្រើដំរីជួយអូសទាញផ្ទាំងថ្មធំៗសង់ផ្គុំជាប្រាសាទដ៏អស្ចារ្យដំរីមានពីរប្រភេទគឺដំរីអាហ្វ្រិកនិងដំរីអាស៊ីដំរីអាហ្វ្រិកមានត្រចៀកធំជាងដំរីអាស៊ីចំណែកឯដំរីអាស៊ីគឺមានក្រចកជើងច្រើនជាងដំរីអាហ្វ្រិកសត្វដំរីត្រូវការស៊ីអាហារប្រហែល150គីឡូហើយវាផឹកទឹកចន្លោះពី110លីត្រទៅ190លីត្រឯណោះក្នុងមួយថ្ងៃដូចនេះមិនមែនជារឿងដែលគួរឲ្យភ្ញាក់ផ្អើលទេដែលពួកវាមានរូបរាងធំហើយមានទម្ងន់រហូតដល់7000គីឡូឯណោះពួកវាចូលចិត្តលេងទឹកណាស់សត្វដំរីអាចហាត់ក្លិននិងស្ដាប់បានយ៉ាងច្បាស់ល្អដោយប្រមោលនិងស្លឹកត្រចៀកដ៏ធំរបស់វាតែផ្ទុយទៅវិញភ្នែករបស់វាមើលមិនសូវច្បាស់ល្អទេវាប្រើប្រមោលរបស់វាជាដៃចាប់យករបស់ជុំវិញខ្លួនរបស់វាហើយនៅពេលដែលដំរីញីមានផ្ទៃពោះគឺវាពោះបានតែគូមួយប៉ុណ្ណោះដែលចំណាយពេលអស់រយៈពេល22ខែបើគិតទៅគឺជិត2ឆ្នាំឯណោះហើយពេលដែលកូនវាកាត់មកគឺមានទម្ងន់100គីឡូដំរីអាចរស់នៅបានរហូតដល់70ឆ្នាំឯណោះហើយមិនមកទាំងអស់គ្នាដឹងអត់មានរឿងហួសចិត្តមួយរបស់សត្វដំរីគឺសត្វដំរីជាសត្វតែមួយគត់នៅលើផែនដីដែលមិនអាចលោតបានសូមមិនទាំងអស់គ្នាថែរក្សានិងស្រឡាញ់សត្វដំរីផងណាក៏ដូចជាសត្វផ្សេងទៀតផងដែរព្រោះថាសត្វទាំងអស់សត្វតែសំខាន់ដូចគ្នាពូមីងខ្ញុំមកចិត្តសត្វដំរីជាពិសេសពេលលេងភ្នំតាម៉ៅខ្ញុំតែងបើឲ្យស៊ីហូតណាស់ចឹងឥឡូវខ្លួនបាត់ដឹងកាន់តែច្បាស់ពីសត្វដំរីហើយមែនទេចាមីងអូនេះតាមកមីងពីសួរពុកម៉ែមិនដាក់មកយូរខ្ញុំមកយូរហើយនេះគ្នាយកផ្លែមៀនមកផ្ញើពូមីងហ្នឹងណាពុកម៉ែគ្នាឲ្យយកមកផ្ញើតែឯងសុបាយអត់គឺសុបាយតែចុះឯងដូចគ្នាណា
Nè, bạch dụ đôi giày. Ngon nè. Cho ai nha mà miên này. Câu mùi mà quay giấy kia này mà trôi giấy kia chọc thì slap ấy. Ai không khát mà. Ai khát Mà coi ạ. Khát mà coi ạ. Vậy tớ á, pu sả bãi chết à. Nó bây được khơi câu pu hai mình môi chơi cờ rục chặt tùng đang ao nằm tôn được đai chừng pe từ nay mình đã chơi phèm đẹp tia nếu cứ chia cày cà có đôi chia tổng vừa lọ mình tan đã bán bằng 2 nhầm pi à area bọt o mình sẽ chia về thoa nằm miếng sao là thoa lọ ចាពុកនៅសាលារៀនលោកគ្រូអ្នកគ្រូតែងតែអប់រំកូនជានិច្ចថាអ្នកដែលមានអេរីយ៉ាប័តល្អចេះគោរពចាស់ទុំនាំឲ្យការរស់នៅរបស់យើងមានរបៀបរៀបរយនិងត្រូវបានគេគោរពស្នែងរាប់អាន ហើយលោកគ្រូអ្នកគ្រូបានបង្រៀនទៀតថាការគោរពជីដូនជីតានិងឪពុកម្ដាយគឺជាតម្លៃដ៏សំខាន់បង្ហាញពីទឹកចិត្តស្មោះត្រង់របស់កូននិងការស្រឡាញ់ដឹងគុណដែលបានផ្ដល់ជីវិតនិងចិញ្ចឹមបីបាច់កូន ដែលកូនអាចដាំបាយដាំទឹកមើលថែគាត់មិនថាជាឬឈឺស្ដាប់បង្គាប់និងត្រូវធ្វើជាកូនល្អសម្រាប់គ្រួសារនិងសង្គម ពុទ្ធរៀនចេះដឹងបានច្រើនណាស់ក្មួយហើយនឹងកូន ចាម៉ែ bà con thôi bạn đi cứ thôi của xa mình phê bị riêng thằng mình sập hẹn cơ ចា ដូចនេះការគោរពបម្រើគឺវាសំខាន់ខ្លាំងណាស់ហើយវាជាអ្វីដែលក្មួយហើយនឹងកូនត្រូវធ្វើឲ្យបានខ្ជាប់ខ្ជួនដើម្បីក្លាយទៅជាកូនល្អនិងពលរដ្ឋល្អ ចាម៉ែ ឥឡូវក្មួយនឹងអង្គុយលេងនឹងសិនណាមីងទៅបង្ហើយការងារនៅក្រោយចេះតិច ម៉ែឲ្យកូនជួយហ៎ មកអីកូនឯងនៅនឹងកដោវណ្ណៈផង ចា ញ៉ាំម៉ែទៅអី បាយបាយ បាយម៉ែទៀតនិយាយគ្នាលេង ចា ai thua ấy khỏi thua hôm ấy ហ្នឹងហើយធ្វើហូបធ្វើអីហ្នឹងហើយ hộp chén ngán nhá បុកវណ្ណៈមិនញ៉ាំដល់ពួកសិភៅសេះជាងវគ្គថ្មីអី trong bao tua mơ mất cô ទៅញ៉ាំមកទៅ mày nó bị sát bao là nặng bằng môi ហើយណៅ đã đấy អូប្រាសាទនេះពិតជាស្អាតខ្លាំងណាស់ ប្រាសាទស្រស់ស្អាតសម្រាប់ម្ចាស់ស្ត្រីស្រស់សោភាបើសង្ឃឹមថាពេលនេះអូនមិនសូវនឹកស្រុកភេនេះដូចពីមុនពេកទេនៅទីនេះអូនចង់ថ្វាយបង្គំព្រះបាលនៅពេលណាក៏បានដែរបងគិតថាអូនចូលចិត្តនៅជាមួយនឹងបងនៅអ៊ីស្រាអែលនេះ តើថ្វាយបង្គំព្រះបាទសម្រាប់តែអូនម្នាក់ឬអាហាគឺអូនបារម្ភប្រជាជនបងនៅតែកាន់តាមព្រះដល់ពិតតែមួយរបស់គេ កុំបារម្ភអីពួកគេនឹងថ្វាយបង្គំព្រះបាលទូទាំងអ៊ីស្រាអែលដែលម្ចាស់អូនព្រះគោណាហោ អ្នកណាមិនក៏ប្រហែលហ៊ាននិយាយមកកាន់ស្ដេចនៃអ៊ីស្រាអែលបែបនេះ គឺអេលីយ៉ាជាហោរានៃព្រះទ្រង់បានធ្វើការអាក្រក់នៅចំពោះព្រះនិតនៃព្រះជាម្ចាស់ទ្រង់សង់ប្រាសាទនិងអាសនៈសម្រាប់ព្រះបាលដែលជាព្រះខ្លាំងខ្លាយទ្រង់បានធ្វើការគួរស្អប់ខ្ពើមជាច្រើនដែលធ្វើឲ្យព្រះនៃអ៊ីស្រាអែលទ្រង់ខ្ញាល់លើសជាងស្ដេចអង្គមុនទៅទៀត នៃហោរាអញជា ទូមង្គមជាបើបម្រើនៃព្រះដ៏មានព្រះជន្មគង់នៅជាព្រះនៃអ៊ីស្រាអែលទូមង្គមស្បត់ដោយនៅព្រះនាមទ្រង់ថានឹងគ្មានភ្លៀងធ្លាក់ឡើយស្ដាប់ទូមង្គមឲ្យច្បាស់ណាស់ចុះនៅសូម្បីតែទឹកសន្សំមួយដំណក់ក៏គ្មានដែរ ពេញដាក់កំហឹងយើងមិនត្រូវការភ្លៀងរបស់ព្រះឯងនោះទេស្មានថាព្រះឯងឈ្នះព្រះបាទយើងហ៎ព្រះបាទយើងពូកែលើកព្រះឯងទៅទៀត យកដុតបន្ថែមនឹងវាយឲ្យតើព្រះបាទលឺពាក្យទូលង្វល់របស់យើងហើយចាប់ពួកដែលទទួលខុសត្រូវគ្រោះរាំងស្ងួតនេះមក ហើយបើរកឃើញហោរានៃព្រះជាម្ចាស់នេះទៀតសម្រាប់វាអស់ទេ តាមរកឲ្យឃើញហើយចាប់អេលីយ៉ាមក ព្រះបន្ទូលរវេលាសម្រាប់នៅគ្រប់គ្នាព្រះបន្ទូលដល់ប៉ុនមិនប្រដិនសិភៅវិសេសសាណាជាមសាណាបន្ទូលនៅសិភៅវិសេសសាណាជាមសាណាបន្ទូលនៅសិភៅវិសេស អ
ការនិយាយទេគ្រីអូទេឥឡូវនឹងពួកកូនចៅរបស់គេពួកគេតាមយើងតទៅលើហើយគេស្មោ វ៉ាខ្ញុំពេលតែទៅហើយគ្រីបើឯងចាប់ពីបាននោះឯងនឹងខ្លាចទៅជាប្រាប់នឹងហើយដល់ទេខ្ញុំគ្រាន់តែបាននោះទេតាំងស្មារតីគេស្មោខ្ញុំបញ្ជូនពួកយើងទៅភពផ្សេង ហើយមិនអាចឈ្នះពួកព្រះបានទេ អូមើលចាស់ពួកយើងខិតចិត្តនឹងដល់ហើយ ខ្ញុំមកគោហោះធ្លាក់ម្ដងទៀតសោះ នេះពីរនាក់ពួកឯងនៅតែលេងមហាចម្បាំងពួកព្រាមពួកឯងដឹងទេពួកឯងញៀនហើយ ខ្ញុំអត់ញៀនទេខ្ញុំអត់មិនបាន អត់ញៀនយ៉ាងម៉េចឯងគិតថាវាធម្មតាអីបើភ្នែកឡើងមិនទាន់ស្រវារកហ្គេមនោះឯងមិនរបស់បងវិញឯងលេងគិតហើយ ឡាលេងខ្វល់អស់ហើយឯងញៀនហើយ ខ្ញុំមិនខ្វល់ពីឯងយល់ពីខ្ញុំឬអត់ទេចយតែគេស្មោយល់ពីខ្ញុំតែទៀតយើងលេងម្ដងទៀតវគ្គទី17ចាប់ផ្ដើម ដល់យើងសិភៅវិសេស ទេជប់សិនខ្ញុំចង់លេងវគ្គទី17សិន ខ្ញុំគិតថាការសពព្រិចគ្រប់គ្រាន់ហើយថ្ងៃនេះអូយយើងនឹងនាំពួកឯងទៅជួបបរិសម្នាក់ដែលដឹកនាំប្រទេសទាំងមូលឲ្យបែកចេញពីព្រះខ្លែងខ្លាយហើយត្រឡប់មករកព្រះដ៏មានព្រះជន្មគង់នៅវិញ បានហើយការស្ទង់ខេត្តរបស់ខ្ញុំយកកំពុងស្ថិតនៅភាគខាងជើងនៃអាណាចក្រអ៊ីស្រាអែលប្រហែលជា800ឆ្នាំមុនគ្រិស្តសករាជហើយនាឡិកាស្ទង់បញ្ជាក់ថាកន្លែងនេះគ្មានភ្លៀងធ្លាក់3ឆ្នាំជាងមកហើយ វ៉ាវអត់ភ្លៀងយូរខ្លាំងណាស់ សួស្ដីខ្ញុំសុំទោសឯងមិនអីទេ ឯងធ្វើអីនៅលើដើមឈើនោះ มันគួរឲ្យជឿសោះថាខ្ញុំរកបែបបានផ្លែលាវានៅពេលរាំងស្គតបែបនេះស្រាប់តែខ្ញុំឮសំឡេងពួកឯងនេះខ្ញុំនឹងភ័យស្លន់ព្រោះស្មានថាពួកឯងនេះជាគ្នារបស់ស្ដេចអឺហាម ចុះមិនបានជាឯងខ្លាចគាត់អញ្ចឹង គាត់នឹងប្រពន្ធឈ្មោះយេសេប៊ីលតាមចាប់លោកគ្រូរបស់ខ្ញុំ មិនអញ្ចឹងលោកគ្រូឯងជាអ្នកណា គាត់គឺអេលីយ៉ាជាហោរានៃព្រះជាម្ចាស់ តើពួកអញចេញណាដែរមិនតូច សួស្ដីខ្ញុំឈ្មោះចយ ខ្ញុំវិញគ្រីស ហើយខ្ញុំទីស្មោ ដូចនេះពួកឯងបានជួបនឹងថូប៊ីយ៉ាហើយតោះទៅជាមួយពួកយើង ចុះពួកយើងទៅណាវិញ ទៅជួបស្ដេចអឺហាប់ ក្រែងគាត់តាមសម្លាប់លោកទេ ហើយយើងទៅជួបគាត់ដែរ អូខេគឺឲ្យឆោតហេតុអី គឺយើងមានល្បែងមួយថ្វាយទ្រង់គឺជាការប្រកួតអ៊ីស្រាអែលបានថ្វាយបង្គំព្រះខ្លែងខ្លាយឈ្មោះបាលព្រះជាម្ចាស់នឹងបង្ហាញឲ្យឃើញថាទ្រង់តែមួយអង្គគត់ដែលមានឫទ្ធានុភាព បើទ្រង់មានរិទ្ធនោះមែនមិនបញ្ចប់ភាពរាំងស្ងួតនេះទៅ ទ្រង់នឹងធ្វើ ប៉ិតមែនណាអង្កាលទៅ ឆប់នេះប៉ុន្តែដំបូងអ៊ីស្រាអែលត្រូវតែបែកចេញពីព្រះខ្លែងខ្លាយមករកព្រះជាម្ចាស់ដែលជាព្រះបង្កើតអ្វីទាំងអស់ អេលីយ៉ាចុះព្រះបាលវិញតើគេមានអំណាចអីដែរ អំណាច ត្រូវហើយដឹងទេដូចជាបញ្ជាទឹកភ្លៀងបញ្ជារន្ទះនិងពេលវេលាហើយបន្ថែមកម្លាំងជីវិតយ៉ាងម៉េច គេបានយកថ្មមកឆ្លាក់ធ្វើជារូបហើយហៅថាព្រះវាគ្រាន់តែជាថ្មឆ្លាក់ពីដៃរបស់មនុស្សតែប៉ុណ្ណោះរូបចម្លាក់មានមាត់តែអត់ចេះនិយាយមានភ្នែកតែមើលមិនឃើញអស់អ្នកណាដែលឆ្លាក់វាឡើងហើយជឿលើវានោះអ្នកនោះហាក់បីដូចជារូបចម្លាក់នោះអញ្ចឹង អេលីយ៉ា អត់ទេអ្នកណាគេនោះគឺស្ដេចអស់ហាប់អីអេអើយ ឯងនេះទីនេះបង្កបញ្ហាទូទាំងអ៊ីស្រាអែល ខ្ញុំសុំនៅពីក្រោយលាក់ខ្លួននេះវិញគឺមកការពារពួកឯងតា ទូលបង្គំមិនបានបង្កទុកដល់អ៊ីស្រាអែលទេគឺទ្រង់និងគ្រួសាររបស់ទ្រង់ទេដែលជាអ្នកបង្កបញ្ហានោះពីព្រោះទ្រង់បានបដិសេធបទបញ្ជារបស់ព្រះជាម្ចាស់ហើយបានថ្វាយបង្គំរូបព្រះបាល់ទៅវិញ
ដូច្នេះសូមទ្រង់ត្រាស់ហៅមនុស្សគ្រប់គ្នាមកជួបទូលបង្គំនៅភ្នំអូតហើយសូមយកហោរាព្រះបាលទាំង450នាក់ដែលធ្លាប់ទទួលទានអាហារជាមួយម្ចាស់ស្ត្រីយេសាប៊ែលទាំងនោះមកផងខ្ញុំមិនដែលឃើញមនុស្សច្រើនបែបនេះទេមានរឿងអីបានជាស្រេចត្រាស់ហៅពលសម្ព័ន្ធអ៊ីស្រាអែលទាំងអស់មកអញ្ចឹង ខ្ញុំឮថាគឺហោរ៉ាអេលីយ៉ាជាអ្នកហៅពួកយើងមក អេលីយ៉ាគេរត់លាក់ខ្លួនបាត់យូរឆ្នាំមកហើយអូព្រះអម្ចាស់អើយសូមទ្រង់បង្ហាញឲ្យប្រជាជនដឹងថាទ្រង់ជាព្រះហើយសូមឲ្យពួកគេបែរមករកទ្រង់វិញផងយើងមិនដឹងថាតើអេលីយ៉ាគិតអីទេតែយើងជឿថាឲ្យត្រៀមខ្លួនរួចហើយសម្រាប់ការប្រកួតនេះ ពួកទូលបង្គំមិនខ្លាចអេលីយ៉ាឬក៏ព្រះរបស់គេទេក្រាបទូលស្អីគេហ្នឹង វាគឺជារូបចម្លាក់របស់ព្រះបាទ ធ្វើម៉េចបើគេនាំពួកព្រះទាំងនោះមកអេលីយ៉ាតើលោកមិនខ្លាចពួកគេទេហ៎ ក្រេសខ្វល់ពីយើងនៅខាងព្រះជាម្ចាស់ទៅបានហើយពួកគេតិចឬច្រើនវាមិនថ្មីទេ ចាំបាត់ហ่ะ ខ្ញុំចាប់ណាស្លេះតា អូផ្លេចមើលគេដាក់សុំរងចាំទស្សនាភាពបន្ត មកពីឡៃទៅជក់ពេកហ្នឹងនិយាយទៅលោកហារ៉ាអេលីយ៉ាគាត់មានជំនឿរឹងមាំណាស់លើប្រជាម្ចាស់ចាំមើលតើនឹងមានអីកើតឡើងទៀតណា កូនជឿថាគាត់នឹងឈ្នះព្រោះគាត់មានប្រជាម្ចាស់គង់ជាមួយហើយនឹងចាំជួយគាត់ជានិច្ច ខ្ញុំក៏ជឿចឹងដែរ ពូក៏ជឿចឹងដែរហេចុះមួយវិញក៏ជឿលើពួកពូដែរមែនទេព្រះយេស៊ូវទ្រង់មានអំណាចលើគ្រប់កិច្ចការទាំងអស់ ចាពុកដូចជាពុកតែងតែអប់រំកូនអញ្ចឹងយើងត្រូវស្វែងប្រជាម្ចាស់ឲ្យពីចិត្តគំនិតនិងកម្លាំងហើយត្រូវស្ដាប់មកគាត់ទ្រង់នោះជាការបង្ហាញភាពស្មោះត្រង់និងការគោរពចំពោះទ្រង់ ជាពិសេសត្រូវអានព្រះគម្ពីរនិងអធិដ្ឋានរាល់ថ្ងៃ ត្រឹមត្រូវណាស់កូនក្មួយបើសិនមកក្មួយចង់ដឹងអីបន្ថែមទៀតតាក់ទងជាមួយនឹងព្រះយេស៊ូវក៏ដូចជាឆ្ងល់ពីអ្វីផ្សេងៗទៀតអាចតាក់ទងមកពូបានណាញ៉ាំតែតែជ័យភ្លេចញ៉ាំ សួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់វគ្គ Sing with me អូខេតែយកតែជួបបងដឹងតែសុបាយហត់ហើយអញញឹមផងអូខេអញ្ចឹងថ្ងៃនេះបងមានមិត្តភក្តិម្នាក់ដែលគាត់ជាបុរសសង្ហាដែលគាត់នឹងមកចូលរួមជាមួយនឹងបងប្អូនចង់ស្គាល់គាត់អត់បើចង់ស្គាល់សូមស្វាគមន៍បងប្រុសមីកែ Hello បង Hello បងអ្នកគ្នាខ្ញុំឈ្មោះមីកែខ្ញុំអាយុ13ឆ្នាំ ហើយពេលទំនេរខ្ញុំចូលចិត្តច្រៀង វ៉ាវក្លាហានមែនតើចូលមកភ្លាមរៀបរាប់ជាមួយរៀបរាប់អីទាំងអស់អញ្ចឹងខ្ញុំមិនបាច់ទៅខាតសួរអញ្ចឹងបងប្អូនដឹងហើយមែនទេអូខេអញ្ចឹងបើសិនចេះច្រៀងអញ្ចឹងគួរតែឲ្យគាត់ដាក់មកឃ្លាមែនទេតោះឥឡូវចាប់ផ្ដើមដាក់មកឃ្លាមើលចង់ស្ដាប់ នេះគឺជាថ្ងៃនេះគឺជាថ្ងៃដែលព្រះបានបងកាដែលព្រះបានបងកាយ ចេះតែតទៀតទេ អត់មានតហង មកមានតហងអីសំឡេងមកសំឡេងក្អួនក្អានល្អមែនសុំមើលពងកទៀតអូហើយមកចូលចិត្តបងទៀតហើយសង្ហាមែនហ្នឹងហើយមកស្លៀកពាក់ស្អាតសក់ក៏ស្អាតអីក៏ស្អាតអីឆ្លាតអីមុខអញញឹមស្រស់ទៀតមែនអត់នេះញឹមស្រស់ដូចគ្នាអូខេហើយបងប្អូនទាំងអស់គ្នាត្រៀមខ្លួននៅជាមួយមីហ្គេលនឹងការរៀនជំនាញបទថ្មីជាមួយនឹងគ្នាហ៎ត្រៀមខ្លួននៅ ម៉េចអី ត្រៀមហើយធ្វើមកយកកាយវិការអមរំភើបហ៎មករំភើបមួយមកបងប្អូនអូខេតោះអញ្ចឹងយើងនឹងរៀនជំនាញបទថ្មីមួយបទដែលមានចំណងជើងថាគួរសរសើរព្រះនេះហើយតែមួយទៀតអូខេតោះឥឡូវយើងនឹងរៀនវគ្គទី1ជាមួយនឹងគ្នាគួរសរសើរព្រះនាមយើងធ្វើចាគួរសរសើរព្រះនាមគួរសរសើរព្រះនាម
គូសរសើរព្រះនាមព្រះយេស៊ូវអូខេម្ដងទៀតគូសរសើរព្រះនាមគូសរសើរព្រះនាមគូសរសើរព្រះនាមព្រះយេស៊ូវអូខេហាលេលូយ៉ាហាលេលូយ៉ាសរសើរព្រះអូដាមអូខេម្ដងទៀតហាលេលូយ៉ាហាលេលូយ៉ាសរសើរព្រះអូដាមអូខេកន្លែងហ្នឹងតន់ណាអូខេតោះឥឡូវវគ្គមួយទៀតយើងនឹងមានហាលេលូយ៉ាដូចគ្នាដែរហាលេលូយ៉ាហាលេលូយ៉ាគូសរសើរព្រះនាមព្រះយេស៊ូវអូខេបងតន់ហើយអូខេហើយបងប្អូនតន់ហើយអូខេបើតន់ទេតោះឥឡូវយើងសាក់ច្រៀងជាមួយគ្នាបានអត់បានជាមួយភ្លេងណាបានទេបានទេអូខេបានហើយអូខេតោះចាប់ដើម1 2 3គូសរសើរព្រះនាមគូសរសើរព្រះនាមគូសរសើរព្រះនាមព្រះយេស៊ូវគូសរសើរព្រះនាមគូសរសើរព្រះនាមគូសរសើរព្រះនាមព្រះយេស៊ូវហាលេលូយ៉ាហាលេលូយ៉ាសរសើរព្រះអូដាមហាលេលូយ៉ាហាលេលូយ៉ាគូសរសើរព្រះនាមព្រះយេស៊ូវអូខេតន់ហើយបងហ្នឹងអត់ច្រៀងម្ដងទៀតមកបងប្អូនអត់បានចឹងបងអត់ច្រៀងទេអូនច្រៀងទេអូខេដល់ឥឡូវយើងច្រៀងម្ដងទៀតបងសង្ឃឹមថាមិញបងប្អូនតន់ឥឡូវយើងចាប់ផ្ដើមម្ដងទៀតជាមួយគ្នាតោះ1 2 3គូសរសើរព្រះនាមគូសរសើរព្រះនាមគូសរសើរព្រះនាមព្រះយេស៊ូវគូសរសើរព្រះនាមគូសរសើរព្រះនាមគូសរសើរព្រះនាមព្រះយេស៊ូវហាលេលូយ៉ាហាលេលូយ៉ាសរសើរព្រះអូដាមហាលេលូយ៉ាហាលេលូយ៉ាគូសរសើរព្រះនាមព្រះយេស៊ូវគូសរសើរព្រះនាមព្រះយេស៊ូវអូយបាយមកនេះអរគុណបងសម្រាប់ថ្ងៃនេះខ្ញុំសប្បាយមែនតើបាទបងក៏អរគុណដូចគ្នាដែរអរគុណដូចគ្នាអោមួយមកយ៉ាងអូខេអរគុណច្រើនដូចគ្នាអញ្ចឹងនឹងជួបបងប្អូននៅលើក្រោយទៀតអរគុណច្រើនបាយបាយគូសរសើរព្រះនាមគូសរសើរព្រះនាមគូសរសើរព្រះនាមព្រះយេស៊ូវគូសរសើរព្រះនាមគូសរសើរព្រះនាមគូសរសើរព្រះនាមព្រះយេស៊ូវសប្បាយអរគុណពូថ្ងៃហ្នឹងសប្បាយហើយបានរៀនអីថ្មីច្រើនមែនតើមិនអីទេក្មួយពូសប្បាយចិត្តណាស់នៅពេលដែលឃើញក្មួយរៀនចេះនិងដឹងពីអ្វីជាច្រើនជាពិសេសគឺការគោរពនេះតែម្ដងក្មួយនៅក្មេងចេះគោរពឪពុកម្ដាយចាស់ទុំចាស់ព្រឹទ្ធាចារ្យនិយាយពាក្យសម្ដីទន់ភ្លន់ចេះជួយទុក្ខធុរៈគ្នាមានទឹកមុខញញឹមរីករាយហើយនឹងចេះជួយយកអាសាគ្នាទាំងអស់នេះហើយគឺជាគំរូល្អមែនតើចុះពូសម្រាប់មិត្តភ័ក្តិអីយើងត្រូវធ្វើចឹងដែរមែនបាទរៀននៅក្នុងថ្នាក់ជាមួយគ្នាជាមិត្តនឹងគ្នាយើងត្រូវតែមានទំនាក់ទំនងល្អជាមួយគ្នាចេះជួយយកអាសាគ្នាគោរពគ្នាកុំនិយាយពាក្យសម្ដីណាដែលមិនល្អហើយត្រូវតែចេះសួរសុខទុក្ខគ្នានេះទើបហៅថាជាមិត្តល្អចាអរគុណពូនៅសាលាខ្ញុំមានលោកគ្រូអ្នកគ្រូអប់រំណែនាំនៅផ្ទះមានពុកម៉ែព្រានប្រដៅចំណែកនៅព្រះវិហារមានអ្នកគ្រូជួយឲ្យខ្ញុំស្គាល់អំពីព្រះយេស៊ូវខ្ញុំពិតជាអរគុណព្រះមែនទែនសម្រាប់ព្រះពរដ៏វិសេសមួយនេះមីតាចាម៉ែមកក្មួយកូនជួយភ្លុកម្ហូបម៉ែតិចអាបានពីបាយហូបមកចុះតិចគួយសិនឯងបាទធ្វើហូបឲ្យឆ្ងាញ់ណាក្មួយចាពូគួយក្មួយកុំភ្លេចពីអ្វីដែលពូបាននិយាយថ្ងៃនេះគឺតាក់ទងនឹងការគោរពមួយក្មួយនៅក្មេងត្រូវចេះគោរពដល់មនុស្សទាំងអស់មិនថាមនុស្សចាស់ឬក៏អ្នកដែលមានអាយុប៉ុនគ្នានោះទេធ្វើអញ្ចឹងទើបជាគំរូល្អនិងក្មួយមានទម្លាប់ល្អនៅពេលធំឡើងបើក្មួយផ្សេងមកចង់ដឹងអីបន្ថែមទៀតអាចតាក់ទងមកពូបានណាឥឡូវពូទៅជួយម៉ែពូបន្តិចសិន